Hello everyone សួស្តីអ្នកទាំងអស់គ្នាអូខេបន្តមកទៀតនេះយើងនឹងចូលមេរៀនបន្តទៅទៀតគឺដល់មេរៀនទី2ក្នុងវគ្គទី1គឺមេរៀននេះគឺនៅក្នុង unit 1អូខេ unit យើងប្រែថាវគ្គឬក៏មាត្រាហើយក្នុងមួយវគ្គហ្នឹងគឺគេបែងចែកជា4មេរៀនអូខេនេះគឺយើងដល់មេរៀនទី2ហើយយើងចូលដល់lesson 2មេរៀនទី2អូខេហើយចំណងជើងនៃមេរៀនទី2គឺ my name is អូខេអញ្ចឹងយើងប្រែ name មុនឈ្មោះ my របស់ខ្ញុំ is គឺហើយកន្លែងចុចនេះគឺយើងបញ្ចូលឈ្មោះមកអូខេអញ្ចឹង my name is ឈ្មោះរបស់ខ្ញុំគឺអូខេនេះគឺជាចំណងជើងនៃមេរៀនទី2អូខេបន្តមកទៀតយើងចូលដល់ letter A ផ្នែកអក្សរ A listen and say ចូលស្ដាប់ហើយនិយាយអូខេអញ្ចឹងយើងមើលក្នុងឧទាហរណ៍ Hello my name is San អូខេម្ដងទៀត Hello my name is San សួស្តីឈ្មោះរបស់ខ្ញុំគឺ San អូខេអញ្ចឹងយើងមើលមកផ្នែកខាងស្ដាំ Hello my name is Rina Hello my name is Rina សួស្តីឈ្មោះរបស់ខ្ញុំគឺ Rina អូខេអញ្ចឹងយើងឈានចូលមកដល់អក្សរ B ផ្នែកអក្សរ B tell your name tell បានន័យថាប្រាប់ name ឈ្មោះ your របស់អ្នក tell your name ចូលប្រាប់ឈ្មោះរបស់អ្នកអូខេអញ្ចឹងយើងមើលក្នុងឧទាហរណ៍ហើយត្រង់កន្លែងនេះគឺយើងបញ្ចូលឈ្មោះឧទាហរណ៍ផ្នែក A គេនិយាយ Hello I am ឧទាហរណ៍តែយើងឈ្មោះបូរ៉ាចុះ Hello I am Bora បានន័យថាសួស្តីខ្ញុំគឺបូរ៉ាអូខេហើយខាង B គេឆ្លើយតប Hi my name is រស្មីឧទាហរណ៍យើងបញ្ចូលឈ្មោះចឹងមក Hi my name is រស្មីសួស្តីឈ្មោះរបស់ខ្ញុំគឺរស្មីអាហ្នឹងយើងបញ្ចូលមកកន្លែងទំនេរនេះអូខេអញ្ចឹងសង្ឃឹមថាបងប្អូនអាចយល់ហើយកន្លែងហ្នឹងអូខេនេះគឺយើងដល់មេរៀនដល់ទំព័រទី6ហ្នឹងមេរៀនទី2គឺនៅក្នុងទំព័រទី6ឥឡូវយើងឈានដល់ទំព័រទី7អូខេយើងតមកដល់ទំព័រទី7 letter C ផ្នែកអក្សរ C listen and say ចូលស្ដាប់ហើយនិយាយអូខេ Navi នេះគឺ Navi គេអ្នកនិយាយ Hi I am Navi What is your name អូខេម្ដងទៀត Hi I am Navi What is your name បានន័យថាសួស្តីខ្ញុំគឺ Navi តើឈ្មោះរបស់អ្នកគឺអ្វីឬក៏យើងប្រែសាមញ្ញថាតើអ្នកឈ្មោះអ្វីអូខេអញ្ចឹងគឺពាក្យដែលយើងសួរឈ្មោះគេ What is your name តើឈ្មោះរបស់អ្នកគឺអ្វីអូខេសានឆ្លើយតប Hi my name is San សួស្តីឈ្មោះរបស់ខ្ញុំគឺ San អូខេអញ្ចឹងយើងតមកដល់ផ្នែកអក្សរ D practice with your partner practice ប្រែថាការអនុវត្ត with ជាមួយ partner ដៃគូ your របស់អ្នកអូខេអញ្ចឹងយើងប្រែថាចូលអនុវត្តជាមួយដៃគូរបស់អ្នក practice with your partner
ok chẳng dừng mơ ưu tiên họ kế nó cứ dừng cái oi bị trôi chmua thì đấy ưu tiên họ thay dừng chmua Bora cho trongนี้ dừng là gì mà Hi I am Bora bạn thật xua đây nhóm cứ Bora what is your name tớ chmua bọn nè cứ ở vậy đấy ok hơi khang bi cái chơi top ưu tiên họ thà trongนี้ dừng bị trôi chmua thà Nari cho nó khang bi cái chơi Hi my name is Nari សួស្តីឈ្មោះរបស់ខ្ញុំគឺ Nari ចឹងមកឧទាហរណ៍ថាបើឈ្មោះឈ្មោះអីក៏ឈ្មោះទៅឧទាហរណ៍យើងបញ្ចូលត្រង់នេះអូខេអញ្ចឹងសង្ឃឹមថាបងប្អូនអាចយល់ហើយត្រង់ចំណុចនេះគឺយើងសួរគ្នាទៅវិញទៅមកយើងប្រាប់ឈ្មោះរួចយើងសួរឈ្មោះគេវិញហើយអ្នកមកខាងទៀតក៏ប្រាប់នៅឈ្មោះរបស់គេបន្តមកទៀតអូខេហ្នឹងគឺជាទំព័រនៅក្នុងទំព័រទី7អញ្ចឹងយើងបន្តមកទៀតដល់ទំព័រទី8អូខេដល់ទំព័រទី8 E letter E ផ្នែកអក្សរ E the letters បានន័យថាអក្សរទាំងឡាយ number 1 ផ្នែកលេខ1 listen and practice ចូលស្ដាប់ហើយអនុវត្តអូខេអញ្ចឹងយើងស្ដាប់ក្នុងឧទាហរណ៍កាលពីមុនយើងរៀន4អក្សររួចហើយអានេះយើងរៀន4អក្សរទៀត E F G H នេះគឺផ្នែកអក្សរតូចឥឡូវយើងថាតាមមកខាងនេះមក E F G H អូខេបន្តមកទៀតដល់ផ្នែក number 2 ផ្នែកទី2 peer work បានន័យថាចូលធ្វើការជាគូ say the letters ចូលនិយាយអក្សរទាំងឡាយអូខេអញ្ចឹងឧទាហរណ៍កុមារីគេនិយាយ E F G H កុមារានិយាយម្ដង E F G H អូខេដល់ number 3 ផ្នែកលេខ3 say in turnបានន័យថាផ្លាស់ប្ដូរឬក៏វិលត្រឡប់អូខេអញ្ចឹងបានន័យថាចូលនិយាយផ្លាស់គ្នាម្នាក់ម្ដងឬក៏ចូលនិយាយម្នាក់ម្ដងអូខេអញ្ចឹងយើងមើលឧទាហរណ៍កុមារាគេថា E កុមារីថា F កុមារាថា G កុមារីថា H អញ្ចឹងយើងថានឹងយើងនិយាយម្នាក់មួយតួអក្សរអញ្ចឹងមកដោយការផ្លាស់គ្នានិយាយអូខេតមកទៀតយើងចូលដល់ទំព័រទី9អូខេទំព័រទី9letter F ដល់ផ្នែកអក្សរ F letter practice បានន័យថាការអនុវត្តអក្សរទាំងការអនុវត្តតួអក្សរអូខេអញ្ចឹងបានន័យថាការអនុវត្តសរសេរតួអក្សរនីមួយអូខេអញ្ចឹងយើងមើលកន្លែងនេះ trace the letters បានន័យថាចូលផ្ដានតាមនៅអក្សរទាំងឡាយឬក៏សរសេរតាមគូសតាម trace បានន័យថាផ្ដានតាមអូខេចូលផ្ដានតាមនៅអក្សរទាំងឡាយអញ្ចឹងយើងមើលអក្សរ E យើងមើលតាមសញ្ញាព្រួញដំបូងគេទាញពីលើមកក្រោមអញ្ចឹងមកមើលតាមសញ្ញាព្រួញអូខេនេះគឺផ្នែកអក្សរតូចគឺយើងទាញតាមសញ្ញាព្រួញអញ្ចឹងមកអូខេដល់អក្សរ F គឺយើងទាញពីលើត្រង់មកក្រោមពីលើទៅស្ដាំអញ្ចឹងមកហើយផ្នែកអក្សរតូចគឺយើងទាញពីលើវងមកក្រោមហើយវះកណ្ដាល
ok ដល់អក្សរ G អក្សរ G គឺយើងមើលតាមសញ្ញាព្រួញចឹងមកកាច់ចឹងមកអូខេនេះគឺអក្សរតូចយើងទាញពីលើវងមកក្រោមចឹងមកអូខេដល់អក្សរ H អក្សរ H យើងទាញពីលើមកក្រោមហើយមួយទៀតហើយវះកណ្ដាលអូខេនេះគឺអក្សរតូចយើងទាញពីលើមកក្រោមរួចវះពីកណ្ដាលមកក្រោមអូខេនេះគឺជារបៀបនៃការសរសេរអក្សរនីមួយៗអូខេទូរស័ព្ទអត់សូវ focus អូខេយើងចូលដល់កន្លែង remember ចូលចងចាំ you ប្រែថាអ្នកដល់ពេលទៅជាកម្មសិទ្ធិគឺ your បានន័យថារបស់អ្នក I ជាសព្វនាមប្រែថាខ្ញុំដល់ពេល my នឹងគឺជាគុណនាមកម្មសិទ្ធិ I ខ្ញុំ my របស់ខ្ញុំអូខេអញ្ចឹងយើងមើលឧទាហរណ៍ What is your name តើឈ្មោះរបស់អ្នកគឺអ្វី What ប្រែថាអ្វី Hello my name is សួស្តីឈ្មោះរបស់ខ្ញុំគឺតើយើងបញ្ចូលមកឬក៏យើងនិយាយថា Hi I am តើយើងបញ្ចូលឈ្មោះមកសួស្តីខ្ញុំគឺចុចអូខេយើងមើលអក្សរ E អញ្ចឹងគេចង់មានន័យថា E មានសូរសំឡេង2អូខេ E នឹងគឺជាប្រភេទស្រៈអញ្ចឹង E មានសូរសំឡេង2ទី1 E ស្មើនឹងសំឡេង E អូខេនេះគឺជានិមិត្តសញ្ញានៃសំឡេង E ឧទាហរណ៍ដូចជាពាក្យ net ប្រែថាសំណាញ់ឬក៏បណ្ដាញអូខេ E សំឡេងមួយទៀតគឺស្មើនឹងសំឡេង E អូខេនេះគឺជានិមិត្តសញ្ញានៃសំឡេង E ឧទាហរណ៍ដូចជាពាក្យ he ប្រែថាគាត់អានឹងគឺជាសព្វនាមគាត់នឹងប្រើសម្រាប់មនុស្សប្រុសឧទាហរណ៍យើងនិយាយថា he is a doctor គាត់គឺជាគ្រូម្នាក់គាត់គឺជាវេជ្ជបណ្ឌិតម្នាក់